สุดได้បងប្អូនទាំងអស់គ្នាមិត្តភ័ក្តិនៅក្នុង YouTube នេះមកដល់ស្រុកកំណើតត្បូងឃ្មុំហើយក្រុមកូនមកលេងស្រុកមកនៅស្រុកមករយៈទៀតហើយឥឡូវមកនាំមកមើលដំណាំក្រោយផ្ទះដែលមានដាំក្រោយផ្ទះខុសពលឺឡើងក្រហមឥឡូវមកណែនាំពីដំណាំដែលមាននៅក្រោយផ្ទះខ្លះតោះឥឡូវទៅមើលដំណាំទី1នេះបងប្អូននេះនៅស្រុកខ្ញុំគេហៅផ្លែស្ពឺតែអានេះមិនមែនស្ពឺជូរណាស្ពឺហ្នឹងបានមកពីម៉ាក់មិត្តភ័ក្តិខ្ញុំគាត់ឲ្យដាំម៉ាក់គាត់យកមកឲ្យដាំឥឡូវបានផ្លែហើយអាហ្នឹងស្ពឺអាហ្នឹងឆ្ងាញ់ណាធម្មជាតិពិត 100% ហ្មងជាមួយខ្ញុំញ៉ាំបានមើលនេះបងប្អូនធម្មជាតិ 100% ហ្មងខ្ញុំរកពលឺទៀតវាអត់ដល់ទុំទេវានៅខ្ចីនេះផ្លែសកានៀកយើងហ្នឹងបងប្អូនឃើញទេមានមួយដើមធំណាពេលផ្លែល្មមមកហូបដែរហ្នឹងតែធម្មជាតិពិតអត់មានដាក់ជីដាក់អីទេអត់មានដាក់ថ្នាំទេឲ្យវាផ្លែតាមធម្មជាតិរបស់វាអញ្ចឹងណាអានេះសកានៀកបងប្អូនហើយនេះដើមដូងបងប្អូនស្គាល់ហើយដើមដូងផ្លែពេញដើមមកម្ដងបេះប្រហែលដើមហ្នឹងនេះមានច្រើនដើមដែរហ្នឹង4ដើមខាងក្រោយផ្ទះខាងមុខមានមួយដើមដែរតែឥឡូវកាប់បាត់ហើយដោយសារបរិចផ្លូវទៅកាប់ដល់ដើមដូងទៀតហើយនេះចុងក្រោយគឺផ្លែស្រុកខ្ញុំគេហៅដើមកលឹងខឹងណាបើនៅខាងស្រុកពេញអីគេហៅតលឹងតឹងតែស្រុកខ្ញុំកលឹងខឹងហើយកលឹងខឹងឈ្មោះកលឹងខឹងអញ្ចឹងអត់ដឹងថាផ្លែអត់ទេបាទមានប៉ុណ្ណឹងដំណាំក្រោយផ្ទះបាយ